សួស្តីបងប្អូនទាំងអស់គ្នាដែលមកកាន់ Channel Super Smart Online និងវីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនិងបង្រៀនបងប្អូនពីរបៀបបិទមុខងារ online ក្នុងកម្មវិធី Facebook និងកម្មវិធី Chat សម្រាប់បងប្អូនដែលលេង account Facebook ពេលយប់ជ្រៅឬមួយ Chat យប់ជ្រៅជាមួយដូចជាសង្សារឬមួយយើងមិនចង់ឲ្យអ្នកដទៃដឹងថាយើងបើក online Chat ឬមួយ online Facebook ចឹងណាបាទឥឡូវបងប្អូនមកកាន់ account Facebook មកយើងចូល account Facebook មុនឬមួយយើងចូលកម្មវិធី Chat ក៏បានដែលគេហៅថាកម្មវិធី Messenger ហ្នឹងបងប្អូនបាទឥឡូវយើងចូលទៅកាន់កម្មវិធី Facebook ដើម្បីយើងបិទមុខងារ online កុំឲ្យវាចេញផ្លូវ online នៅលើ profile account Facebook ចឹងណាបងប្អូនបាទឥឡូវបងប្អូនចុចលើកម្មវិធី Facebook មកអូខេបន្តមកទៀតបងប្អូនចុចត្រង់កន្លែងត្រី3នេះបងប្អូនចុចត្រង់កន្លែងត្រី3បន្តមកទៀតបងប្អូនអូសឡើងទៅលើបន្តិចបងប្អូនឃើញពាក្យថាការកំណត់និងឯកជនភាពឬមួយជាភាសាអង់គ្លេស setting ណាបងប្អូន in privacy ហ្នឹងបងប្អូនហើយបន្តមកបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមករួចហើយបងប្អូនចុចលើពាក្យថាការកំណត់កន្លែងរូបក្បាលមនុស្សហ្នឹងបាទបន្តទៀតបងប្អូនអូសឡើងទៅលើបងប្អូនអូសឡើងទៅលើបងប្អូនឃើញពាក្យថាស្ថានភាពសកម្មបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមកហើយវាប្រាប់យើងថាបង្ហាញនៅលើពេលអ្នកកំពុងសកម្មមានន័យថាយើងបើក online បងប្អូនហើយបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមកដើម្បីយើងបិទរួចហើយបងប្អូនចុចពីថាបិទត្រង់កន្លែងនេះមកបន្តមកនេះបងប្អូនចុចថយមកក្រោយវិញហើយឥឡូវយើងចូលទៅកាន់កម្មវិធី Chat វិញម្ដងបងប្អូនយកដៃប៉ះលើកម្មវិធី Chat ហ្នឹងមកបាទហើយបងប្អូនឃើញអត់ឥឡូវហ្នឹងគេកំពុងតែបើក Chat គ្នាប៉ុន្មានអ្នកដែរបងប្អូនគ្នាពី3អ្នកដែរហើយមានអ្នកខ្លះក៏បិទ Chat 14នាទីមុនហើយឥឡូវដើម្បីយើងបិទ online បងប្អូនចូលមកកាន់ពាក្យថា menu នេះមកបន្តមកនេះបងប្អូនចុចពាក្យថាការកំណត់ឬមួយ setting រួចហើយបងប្អូនឃើញពាក្យថាស្ថានភាពដែលសកម្មបងប្អូនយកដៃប៉ះត្រង់កន្លែងសញ្ញាពងរង្វង់មូលធំឲ្យតូចហ្នឹងមកបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមករួចហើយបងប្អូនចុចបិទត្រង់កន្លែងហ្នឹងដូចគ្នាបង្ហាញនៅលើពេលអ្នកកំពុងសកម្មហ្នឹងបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមកហើយវាមានកន្លែងកំណត់ដូចជារហូតដល់ពេលខ្ញុំផ្លាស់ប្ដូរវាឬមួយរយៈពេល1ម៉ោងបងប្អូនចង់ឲ្យវា online រយៈពេល1ម៉ោងឬមួយរយៈពេល8ម៉ោងរហូតដល់ម៉ោង8:00តខ្លួនឥឡូវបងប្អូនមិនបាច់ធ្វើវាទេបងប្អូនយកឥឡូវគេនឹងឲ្យរហូតដល់ពេលខ្ញុំផ្លាស់ប្ដូរវាហ្នឹងមានន័យថាយើងចង់បើកយើងចង់បិទទេបងប្អូនឥឡូវបងប្អូនចុចផ្អាកមកបាទហើយវានឹងបិទដោយអូតូតែម្ដងហើយយើងចូលមកកាន់អ្នកលេង Chat ជាមួយនឹងយើងបងប្អូន friend យើងហ្នឹងបងប្អូនឃើញអត់មានឃើញ online ទេហើយគេក៏អត់ឃើញយើង online យើងក៏អត់ឃើញគេ online ដូចគ្នាប៉ុន្តែសម្រាប់យើងនៅបើក online រហូតប៉ុន្តែគេមិនដឹងថាយើងបើក online ទេបាទហើយខ្ញុំប្រាប់មុខងារនៅក្នុងកម្មវិធី Chat ហ្នឹងឥឡូវខ្ញុំចូលមកហើយខ្ញុំប្រាប់បងប្អូនឲ្យហើយទៅចុះយើងអាចដូរ username ដូចជា link នៅក្នុង Telegram បងប្អូនឥឡូវដូចឧទាហរណ៍ថាឥឡូវខ្ញុំចូលទៅកាន់ account Facebook កាលណាយើងដូរឈ្មោះ account Facebook link ហ្នឹងវាអត់ដូចតែឈ្មោះយើងដូរនៅក្នុង Facebook profile ទេឈ្មោះ account Facebook profile យើងហ្នឹងបងប្អូនបាទបន្តមកបងប្អូនចុចត្រង់កន្លែងត្រី3បងប្អូនចុចត្រង់កន្លែងត្រី3ហើយឬមួយបងប្អូនចុចកន្លែងកងចាក់នេះយើងចូលទៅកាន់ផ្លូវកាន់ណាបងប្អូនចុចកន្លែងសញ្ញាកងចាក់នេះដូចជាខ្ចៅហ្នឹងបន្តទៀតបងប្អូនចុចកន្លែងមេតាហ្នឹងមកមជ្ឈមណ្ឌលកណីហ្នឹងមករួចហើយបងប្អូនចុចពាក្យថា
កម្រងព័ត៌មានបន្តខ្លួនរួចហើយបងប្អូនចុចកន្លែងឈ្មោះជានឹងមកហើយវាមាន3ជម្រើសដូចជាឈ្មោះអ្នកប្រើរូបភាពព័ត៌មានបន្តខ្លួនavatar ឥឡូវបងប្អូនចុចកន្លែងពាក្យថាឈ្មោះនឹងមកបាទហើយកន្លែងនេះកន្លែងយើងដូរឈ្មោះបងប្អូនកាលណាយើងដូរឈ្មោះហើយរយៈពេល60ថ្ងៃបងប្អូននេះបងប្អូនមើលអក្សរខាងលើនេះឃើញទេបងប្អូន60ថ្ងៃមានន័យថា2ខែបងប្អូនទើបយើងអាចដូរឈ្មោះបានម្ដងទៀតកាលណាយើងដូរឈ្មោះត្រង់កន្លែងហ្នឹងកន្លែងនាមខ្លួននិងនាមត្រកូលហ្នឹងរួចហើយអាឈ្មោះយើងហ្នឹងនៅក្នុង chat វាអត់ដូរដូចនៅកន្លែងយើងដូរនៅ account Facebook ហ្នឹងទេឥឡូវខ្ញុំសង្ឃឹមថាបងប្អូនយល់ដែលអ្វីដែលខ្ញុំបញ្យល់បងប្អូនឥឡូវខ្ញុំចាក់ចេញវិញខ្ញុំថយក្រោយឲ្យអស់ឥឡូវយើងចូលទៅកាន់ chat វិញម្ដងដើម្បីយើងដូរ link username ហ្នឹងឲ្យដូចនឹងឈ្មោះដែលយើងដូរនៅក្នុងកម្មវិធី Facebook ហ្នឹងបងប្អូនចូលលើចុចលើកម្មវិធី chat ហ្នឹងមករួចហើយបងប្អូនចុចកន្លែង menu រួចហើយបងប្អូនចុចពាក្យថាការកំណត់រួចហើយបងប្អូនកន្លែងឃើញពាក្យថាឈ្មោះអ្នកប្រើបងប្អូនចុចលើនឹងមកហើយឈ្មោះ account Facebook ខ្ញុំកាលខ្ញុំអត់តន់ដូរឈ្មោះសុភត្រាឥឡូវខ្ញុំដាក់តកូលខ្ញុំឈ្មោះនិនសុភត្រាឥឡូវខ្ញុំចង់ដូរនេះអាកន្លែង link ហ្នឹងឲ្យដូចដែលឈ្មោះខ្ញុំនិនសុភ័ក្រហ្នឹងបងប្អូនចុចពាក្យថាកន្លែងកែសម្រួលឈ្មោះអ្នកប្រើហ្នឹងមកកន្លែងរូបបានមនុស្សហ្នឹងមកបាទរួចហើយឈ្មោះហ្នឹងខ្ញុំគិតថាកន្លែងសុភ័ក្រត្រឹមត្រូវហើយលេខត្រង់កន្លែងនេះក៏ខ្ញុំអត់បាច់ដូរដែរកន្លែងលេខ681 708ហ្នឹងខ្ញុំគ្រាន់តែយកដៃប៉ះត្រង់កន្លែងនេះកន្លែង SO ហ្នឹងហើយកន្លែងចុចហ្នឹងក៏មិនបាច់ដកចេញដែរខ្ញុំគ្រាន់តែដាក់ឈ្មោះតកូលត្រង់កន្លែងនេះបន្តិចហើយកាលណាឈ្មោះយើងបំពេញយើងដូរ link ហ្នឹងយើងបង្កើត link ថ្មីហ្នឹងវាអត់ត្រឹមត្រូវវាចេញអក្សរពូកខំបែបហ្នឹងបងប្អូនរួចហើយខ្ញុំដាក់ឈ្មោះខ្ញុំសិនឈ្មោះតកូលខ្ញុំយើងដាក់ឈ្មោះអក្សរតូចដូចគ្នាបងប្អូនហើយបើសិនណាវាចេញបែបហ្នឹងយើងដូរមកយើងដូរឥឡូវខ្ញុំដូរដាក់ដូចជាឥឡូវខ្ញុំលុបលេខហ្នឹងចេញបាទឥឡូវខ្ញុំធ្វើការថតទុកមួយសិនក្រៃឡូវាមានបញ្ហាអញ្ចឹងប៉ុន្តែបងប្អូនមិនបាច់ភ័យទេឥឡូវខ្ញុំលុបចេញខ្លះលុបអស់តែម្ដងបងប្អូនហើយខ្ញុំដាក់បងប្អូនចាំបន្តិចបាទឥឡូវខ្ញុំថយវិញខ្ញុំចូលសារថ្មីបងប្អូនចុចពាក្យថាកែសម្រួលឈ្មោះអ្នកប្រើហ្នឹងមករួចហើយខ្ញុំលុប
បងប្អូនមិញខ្ញុំឆ្ងល់ដែរមិញហេតុអីខ្ញុំសរសេរបែបហ្នឹងមិនបានវាអត់ load នេះកន្លែងពាក្យថារក្សាទុកហ្នឹងតែពេលឥឡូវសារនេះវា load ឲ្យខ្ញុំកំពុងឆ្ងល់បាទរួចហើយបងប្អូនអាលេខខាងក្រោយនេះមិនបាច់លុបវាទេខ្ញុំយកលេខហ្នឹងតែម្ដងអា681 708ហ្នឹងហើយបងប្អូនចុចពាក្យថារក្សាទុកមកបាទឥឡូវយើងចុចមើលម្ដងទៀតនេះបងប្អូនឈ្មោះដែលយើងលេងដែលយើងបង្កើតមិញហ្នឹងយើងបង្កើតបានហើយបងប្អូនហើយកន្លែងមុខងារមួយនេះទៀតមុខងារនេះប្រសិនបើបងប្អូនមិនចង់ឲ្យឃើញអាសញ្ញាដែលគេឆាតមកវា load សញ្ញាសារឆាតរង្វង់មូលហ្នឹងបងប្អូនចុចបិទត្រង់កន្លែងហ្នឹងមកណាបងប្អូនចុចបិទត្រង់កន្លែងហ្នឹងមកហើយបើសិនណាបងប្អូនចង់បើកកាលណាគេឆាតមកវា load សារខាងលើនេះបងប្អូនខាងលើកញ្ចក់អេក្រង់ទូរស័ព្ទបងប្អូនហើយបើសិនណាបងប្អូនចង់បើកបងប្អូនចុចត្រង់យកដៃប៉ះត្រង់កន្លែងហ្នឹងមកវានឹងបើកឲ្យបងប្អូនពេលបងប្អូនដូចថាមិត្តភ័ក្តិឬមួយសងសារឆាតមកអញ្ចឹងឃើញ load មកហើយត្រង់កន្លែងនេះមួយទៀតដូចឧទាហរណ៍ឥឡូវយើងចង់ផ្ញើ QR code ទៅកាន់មិត្តភ័ក្តិអីចឹងបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមកនេះបងប្អូនឃើញ QR code អត់ហើយបងប្អូនធ្វើការចុចពាក្យថាកំណត់កូដ QR ឡើងវិញឬបងប្អូនចុចពាក្យថាចែករំលែកបងប្អូនយកដៃប៉ះត្រង់កន្លែងហ្នឹងមកចែករំលែកដូចឲ្យបងប្អូនចង់ផ្ញើទៅកាន់ Telegram ឬមួយ chat ឬមួយហ្នឹងហើយបងប្អូនអាចផ្ញើទៅកាន់ Facebook Telegram Messenger ហ្នឹងឬមួយបងប្អូនថតកញ្ចក់អេក្រង់ទូរស័ព្ទផ្ញើទៅដូចអា QR code យើងកុងគេហ្នឹងក៏បានដែរបងប្អូនបាទឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនពីរបៀបបិទមុខងារអនឡាញនៅលើកម្មវិធី Facebook ហើយនឹង Messenger ហើយសម្រាប់បងប្អូនថ្មីបងប្អូនពេញចិត្តវីដេអូខ្ញុំបងប្អូនកុំភ្លេចចុច Subscribe និងបើករូបកណ្ដឹងចុច Like បងប្អូននឹងទទួលបានវីដេអូពីខ្ញុំថ្មីបន្ថែមទៀតសូមអរគុណសូមជម្រាបលា